រងសងសឹកវិញតន់ចិត្តលឿនដូចផ្លេចបន្ទោរងគឺតំបន់ជុំសម្បត្តិពាក់ផ្សាយជាថ្មីរនជួយមូលដ្ឋានទ័ពអាមេរិកកាំងរាប់សិបកន្លែងក្រោយអាមេរិកបើកការវាយប្រហារខ្លួនយ៉ាងដំណំជុំវិញរឿងនិវាទដឹកប្រេងរោងការវាយប្រហារនៅច្រកសមុទ្រ Hormuz អំឡុងអេរ៉ង់កំពុងតែជាប់រវល់ធ្វើពិធីបន់សពមេដឹកនាំកម្ពុជារបស់ខ្លួនសហរដ្ឋអាមេរិកបានឆ្លៀតឱកាសបើកការវាយប្រហារយ៉ាងខ្លាំងក្លាលើអេរ៉ង់និងបានដាក់ទណ្ឌកម្មលើប្រេងរបស់អេរ៉ង់ឡើងវិញផងដែរដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាដឹកប្រេងចំនួន3គ្រឿងនៅច្រកសមុទ្រ Hormuz ទីបញ្ជាការកណ្ដាលអាមេរិកកាំង CENTCOM បានលើកឡើងការពីថ្ងៃអង្គារថាខ្លួនបានវាយប្រហារលើគោលដៅជាង80របស់អេរ៉ង់នៅក្នុងនោះមានការវាយប្រហារលើទូកល្បឿនលឿនតូចជាង60គ្រឿងរបស់កងឆ្មាំបដិវត្តអ៊ីស្លាមអេរ៉ង់ផងដែរប្រព័ន្ធផ្សព្វផ្សាយអេរ៉ង់បានលើកឡើងថាអាមេរិកបានវាយប្រហារលើ Qusqumទីក្រុងកំពង់ផែ Bandar Abbas និងទីក្រុង Zurich ប៉ុន្តែក្រោយមកមិនយូរប៉ុន្មានកងឆ្មាំបដិវត្តអ៊ីស្លាមអេរ៉ង់ក៏បានប្រកាសថាខ្លួនបានវាយប្រហារសងសឹកវិញលើមូលដ្ឋានយោធាអាមេរិកកាំងនៅបារ៉ែននិងគុយវ៉ែតនៅវេលាទៀបភ្លឺឈានចូលព្រឹកថ្ងៃពុធនេះនៅក្នុងនោះមានមីស៊ីលនិងដ្រូនបានហោះទៅសង្គ្រប់ទីតាំងយោធាសំខាន់ចំនួន85កន្លែងរបស់សហរដ្ឋអាមេរិកនៅក្នុងប្រទេសទាំងពីរមុនបើកការវាយប្រហារសងសឹកវិញអនុរដ្ឋមន្ត្រីការបរទេសអេរ៉ង់បានចាត់ទុកការវាយប្រហាររបស់អាមេរិកមកលើខ្លួនថារំលោភលើអនុសារណៈនៃការយោគយល់គ្នារវាងអាមេរិកនិងអេរ៉ង់ដែលត្រូវបានចុះហត្ថលេខាកាលពីខែមុនហើយបានព្រមានថាអេរ៉ង់នឹងចាត់វិធានការឆ្លើយតបវិញឲ្យបានខ្លាំងក្លារីឯអាមេរិកវិញមុនវាយប្រហារលើអេរ៉ង់ក៏បានលើកឡើងផងដែរថាអ៊ីរ៉ង់នឹងទទួលរងផលវិបាកធ្ងន់ធ្ងរដោយសារតែធ្វើសកម្មភាពវាយប្រហារដែលមិនអាចទទួលយកបានលើនាវាដឹកប្រេងចំនួន3គ្រឿងប៉ុន្តែអ៊ីរ៉ង់បានមិនអះអាងទទួលខុសត្រូវដោយផ្ទាល់ទៅលើការវាយប្រហារនោះឡើយមុនបើកការវាយប្រហារក្រសួងរដ្ឋាភិបាលអាមេរិកកាំងក៏បានដាក់ទណ្ឌកម្មឡើងវិញលើការលក់ប្រេងរបស់អ៊ីរ៉ង់ផងដែរបន្ទាប់ពីត្រូវបានដកចេញដើម្បីជាផ្នែកនៃ MOU ប៉ុន្តែក្រសួងការបរទេសអ៊ីរ៉ង់បានហៅចំណាត់ការបែបនេះថាជាចរិតដែលមិនអាចទុកចិត្តបានរបស់រដ្ឋាភិបាលអាមេរិកទៅហើយអ៊ីរ៉ង់ថាអ៊ីរ៉ង់នឹងចាត់វិធានការដែលចាំបាច់ទាំងអស់ដើម្បីការពារផលប្រយោជន៍និងសន្តិសុខជាតិរបស់ខ្លួនសងវិញហើយអ៊ុយក្រែនក៏មិនបានប្រឡែងដ្រូនកាមីហ្គាស៊ីជាង430គ្រឿងឲ្យហោះទៅសម្ដៅកាន់ទីក្រុងមូស្គូទាំងយប់គណៈលោកប្រធានាធិបតី Zelensky ធ្វើដំណើរទៅកាន់ទីក្រុងអង្ការ៉ានៃប្រទេសទូគីដើម្បីចូលរួមនៅក្នុងជំនួបកំពូល NATO អ្វីត្បិតហោះមកដូចហ្វូងឃ្មុំប៉ុន្តែលោក Sergei Sobyanin អភិបាលក្រុងមូស្គូបានលើកឡើងថាដ្រូនភាគច្រើនត្រូវបាត់បាញ់ទម្លាក់មិនឲ្យមកដល់ក្បែរទីក្រុងមូស្គូនោះឡើយពលគឺមានតែ36គ្រឿងតែប៉ុណ្ណោះដែលមានឱកាសហោះមកក្បែរបានប៉ុន្តែដ្រូនទាំង36គ្រឿងនេះក៏ត្រូវបានស្ទាក់ចាប់ទាន់ពេលវេលាផងដែរដំបូងឡើយក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងថាមានដ្រូនរបស់អ៊ុយក្រែនចំនួន452គ្រឿងត្រូវបានស្ទាក់ចាប់នៅក្នុងរយៈពេល12ម៉ោងនៅពេលយប់អ៊ុយក្រែនបន្តប្រើដ្រូនមកដុតផ្ទះរុស្ស៊ីវិញដើម្បីជាផ្នែកនៃយុទ្ធនាការ40ថ្ងៃរបស់លោក Zelensky ដើម្បីដាក់សម្ពាធឲ្យលោកប្រធានាធិបតីពូទីនបញ្ចប់សង្គ្រាមប៉ុន្តែកាលពីថ្ងៃអង្គារម្សិលមិញនេះលោក Dmitry Peskov បានប្រាប់ទស្សនាបតីស្វីសថាមិនចាំបាច់ដាក់សម្ពាធអ្វីទេអ៊ុយក្រែនអាចបញ្ចប់សង្គ្រាមត្រឹមថ្ងៃស្អែកដោយលោក Zelensky គ្រាន់តែដកទ័ពរបស់ខ្លួនចេញពីតំបន់ Donbas និងតំបន់ដែលឥឡូវជាទឹកដីរបស់រុស្ស៊ីជាការស្រេចទៅហើយការប្រើវិធីសងសឹកតាមរយៈការវាយប្រហារចូលជ្រៅនៅក្នុងតំបន់ស៊ីវិលរបស់រុស្ស៊ីគឺមានតែធ្វើឲ្យអ៊ុយក្រែនកាន់តែទ្រាំខ្លួនទៅវិញទេរីឯលោកប្រធានាធិបតី Vladimir Putin បានចាត់ទុកការវាយប្រហាររបស់អ៊ុយក្រែនថាជាចំណុចរបត់ដែលធ្វើឲ្យរុស្ស៊ីទទួលបានភាពត្រឹមត្រូវសមហេតុសមផលនៅក្នុងការវាយប្រហារយ៉ាងខ្លាំងក្លាបន្ថែមទៀតលើគោលដៅយោធារបស់អ៊ុយក្រែនបើទោះបីជាយ៉ាងណាក៏ដោយឥឡូវនេះជំនួប NATO នៅទូគីកំពុងតែបើកផ្លូវឲ្យលោក Zelensky និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនមានឱកាសបញ្ចុះបញ្ចូលលោកប្រធានាធិបតីត្រាំឲ្យងាកមកគ្រប់គ្រងនិងបន្តផ្គត់ផ្គង់អាវុធមកឲ្យអ៊ុយក្រែនបន្ថែមទៀតគណៈរុស្ស៊ីហាក់បីដូចជាទុនដៃប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយអ្នកវិភាគមើលឃើញថាឱកាសផ្លុំតិចលោកត្រាំឲ្យបានសម្រេចគឺមានតិចតួចណាស់ព្រោះអាមេរិកខ្លួនឯងក៏កំពុងតែកុនខ្លួននៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ផងដែររកផ្លូវដោះខ្លួនឲ្យជ្រះស្រឡះមិនទាន់ឃើញឡើយនោះទេ